មុនសិនហើយបន្ទាប់មកខ្ញុំនឹងត្រឡប់មករកអ្នកវិញគ្មានបញ្ហាទេការសង្គ្រោះជីវិតគឺជាអាទិភាពចុះពីលើភ្នំពីទីនោះហើយធ្វើដំណើរទៅភាគខាងត្បូងដើម្បីទៅដល់ផ្លូវធំអរគុណច្រើនអ្នកនាងសេនខ្ញុំពិតជានឹងសងប្រាក់ជូនអ្នករហូតដល់យើងជួបគ្នាម្ដងទៀតចុងរដូវស្លឹកឈើជ្រុះតើដៃរបស់អ្នកឈឺទេអ្នកគឺជាអ្នកដែលដឹកទឹកទាំងអស់នៅក្នុងធុងនេះបងស្រីឲ្យព្រឹកមិញនេះខ្ញុំបានរើសអ្វីមួយចេញព្រោះខ្ញុំគ្មានអ្វីផ្សេងទៀតដែលត្រូវធ្វើពេលបងស្រីមិននៅស្ពានឈើតូចចាប់ពីពេលនេះទៅអ្នកលែងចាំបាច់ធ្វើការងារលំបាកទាំងនេះទៀតហើយយល់ព្រមមិនអីទេប្អូនស្រីខ្ញុំមិនឈឺចាប់ទេដរាបណាអ្នកមិនអីទេខ្ញុំសុខចិត្តធ្វើអ្វីក៏បានថ្ងៃនេះខ្ញុំរកលុយបានខ្លះទុកឲ្យខ្ញុំធ្វើវាឲ្យអ្នកការទទួលទានមីធម្មតាគឺឆ្ងាញ់ណាស់ហើយនៅពេលអនាគតយើងនឹងរកប្រាក់បានកាន់តែច្រើនគាត់គិតថាវាឆ្ងាញ់ណាស់ល្អខ្លាំងណាស់រហូតដល់គាត់ញ៉ាំបន្ថែមទៀតនៅសល់ខ្លះក្នុងឆ្នាំងប្អូនស្រីនេះជាមីធម្មតាដ៏ល្អបំផុតដែលខ្ញុំធ្លាប់ញ៉ាំល្អជាងមីដែលលក់នៅតាមភោជនីយដ្ឋាននានាក្នុងទីរួមខេត្តទៅទៀតបងស្រីខ្ញុំមានចានមួយទៀតហើយអូយ